បាទសួស្តីបាទកម្មមកប្រិមិត្តយើងបាទដំរីបាទផ្សេងបាទការប្រកួតវគ្គជម្រើសយុរ៉ូប៉ាលីកជុំទី6បាទក្នុងរាត្រីនេះបាទមកដល់ទៀតហើយអេដមីនមាន3គូជួបបងប្អូនបាទធ្វើការលេងកំសាន្តបាទគូទី1បាទរវាងក្រុម Magellan បាទទទួលក្រុម Gen របស់បាទលីកកម្ពុជា Basic បាទយប់នេះ Magellan តកន្លះដាច់ Magellan បាទត្រូវការបន្ទូទៀតបាទយប់នេះឈរលីក2លើកម្ពុជាតារាងផងណាហើយដាក់មួយលេងក្នុងដីអញ្ចឹងយប់នេះសង្ឃឹមទៅលើ Magellan ហើយយើងលេងទៅបាទវាយទៅកន្លះដាច់ទេបងប្អូនបាទទៅលើគូទី1នេះ Magellan បាទខណៈដែលគូទី2វិញបាទរវាងក្រុម Dinamo Zagreb របស់ក្រូអាតទទួលក្រុម Real Betis របស់អេស្ប៉ាញបាទ Real Betis ក៏ត្រូវការបន្ទូដែរបាទពេលនេះបាទតតែក្លាក់ដែរទេតែលេងក្លាក់ដីណាអញ្ចឹងគូទី2ក៏អេមីនលើកគេរបស់4លេងខាងក្រុម Real Betis បន្តទៀតបាទ Real Betis ក៏ត្រូវការបន្ទូដែរដើម្បីបញ្ចេញរកកៅអីលេងវគ្គបាទបន្តទៀតដោយស្វ័យប្រវត្តិបាទជើងវាយទៅបាទ Real Betis បាទគូទី2បាទខណៈដែលគូចុងក្រោយវិញបាទក្រុម Stuttgart ទទួលក្រុម Maccabi Tel Aviv មកពីអ៊ីស្រាអែលណាហើយតពីគ្រាប់បាទ Stuttgart ក៏ត្រូវការបន្ទូដែរបាទនៅលេខរៀងទី10ប៉ុណ្ណោះបងប្អូនយើងបាទអញ្ចឹងគេយកតែលេខ8ឡើងទេដើម្បីលេងបាទបន្តដោយស្វ័យប្រវត្តិបាទអញ្ចឹងយប់នេះអេមានថាលេងនៅខាងក្រុម Stuttgart បាទក្រុមម្ចាស់ផ្ទះយើងវាយទៅអញ្ចឹង3គូនេះបងប្អូនអាចសម្រេចចិត្តដោយបាទយកទៅការឆ្នៃដោយខ្លួនឯងបាទមុនវិនិយោគដោយទទួលខុសត្រូវបាទហើយសម្រាប់បងប្អូនដែលចង់បានគូបាល់ច្រើនទៀតក៏អាចចូលរួមជាមួយក្រុមបាល់របស់មីនបាទគ្រាន់តែចូលទៅកាន់ក្នុង Telegram តាមរយៈ Bio TikTok តែប៉ុណ្ណោះទទួលបានធីបបាល់ដូចជាបងបាល់រៀងរាល់ថ្ងៃបាទអរគុណជូនបងប្អូនសំឡេងល្អទាំងអស់គ្នាកុំភ្លេចចុច follow TikTok admin ម្នាក់មួយផង